សម័យមួយព្រះដ៏មានប្រភាទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះស្រុកមធុរានិងចន្លោះស្រុកវេរញ្ជាមានពួកកហបតីនិងពួកកហបតានីជាច្រើននាក់ដើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះស្រុកមធុរានិងចន្លោះស្រុកវេរញ្ជាដែរគ្រានោះព្រះដ៏មានប្រភាទ្រង់គេចចេញចាកផ្លូវហើយទ្រង់គង់ក្រោមម្លប់ឈើមួយពួកកហបតីនិងកហបតានីទាំងនោះបានឃើញព្រះដ៏មានប្រភាស្ដេចគង់ក្រោមម្លប់ឈើមួយលុះឃើញហើយក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាលុះចូលទៅដល់ថ្វាយបង្គំព្រះដ៏មានព្រះភាហើយអង្គុយក្នុងទីសមគួរលុះពួកកហបតីនិងកហបតានីទាំងនោះអង្គុយក្នុងទីសមគួរហើយព្រះដ៏មានព្រះភាទ្រង់ត្រាស់ថាមនាលកហបតីនិងកហបតានីទាំងឡាយសង្វាសការនៅរួមគ្នាជាមួយនឹងស្វាមីភរិយានេះមាន4យ៉ាងសង្វាស4យ៉ាងតើដូចម្ដេចខ្លះគឺខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រីមួយខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីមួយទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រីមួយទេវតាប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីមួយមនាលកហបតីទាំងឡាយចុះខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រីតើដូចម្ដេចមនាលកហបតីទាំងឡាយស្វាមីក្នុងលោកនេះជាអ្នកធ្វើនៅបាណាតិបាតធ្វើនៅអតនេទានប្រព្រឹត្តនៅកាមេសុមិច្ឆាចារពលពាកមុសាក្រែកផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកទ្រុសិលមានធម៌ដ៏លាមកមានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រੂបរិទ្ធនៅគ្រប់គ្រងផ្ទះជាអ្នកជេរប្រតិចពួកសាមណៈព្រាហ្មណ៍ទាំងភរិយារបស់ស្វាមីនោះក៏ជាអ្នកប្រព្រឹត្តធ្វើនៅបាណាតិបាតប្រព្រឹត្តធ្វើនៅអតនេទានប្រព្រឹត្តធ្វើនៅកាមេសុមិច្ឆាចារពោលនៅពាក្យមុសាក្រែកផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកទ្រុសិលមានធម៌ដ៏លាមកមានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រੂបរិទ្ធនៅគ្រប់គ្រងផ្ទះជាអ្នកជេរប្រតិចពួកសាមណៈព្រាហ្មណ៍ដែរមនាលកហបតីទាំងឡាយយ៉ាងនេះឯងឈ្មោះថាខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រីមនាលកហបតីទាំងឡាយចុះខ្មោចប្រុសនៅរួមជាមួយនឹងទេវតាស្រីតើដូចម្ដេចមនាលកហបតីទាំងឡាយស្វាមីក្នុងលោកនេះជាអ្នកធ្វើនៅបាណាតិបាតធ្វើនៅអតនេទានប្រព្រឹត្តនៅកាមេសុមិច្ឆាចារពោលពាក្យមុសាក្រែកផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកទ្រុសិលមានធម៌ដ៏លាមកមានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រੂបរិទ្ធនៅគ្រប់គ្រងផ្ទះជាអ្នកជេរប្រតិចពួកសាមណៈព្រាហ្មណ៍ប៉ុន្តែភរិយារបស់ស្វាមីនោះជាអ្នកវាចាបាណាតិបាតវាចាអតនេទានវាចាកាមេសុមិច្ឆាចារវាចាមុសាវាទជាអ្នកវាចាការក្រែកផឹកទឹកស្រវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រាសចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកមិនជេរប្រតិចពួកសាមណៈព្រាហ្មណ៍មនាលកហបតីទាំងឡាយយ៉ាងនេះឯងឈ្មោះថាខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីមនាលកហបតីទាំងឡាយចុះទេវតាប្រុសនៅរួមជាមួយគ្នានឹងខ្មោចស្រីតើដូចម្ដេចមនាលកហបតីទាំងឡាយស្វាមីក្នុងលោកនេះជាអ្នកវាចាបាណាតិបាតវាចាអតនេទានវាចាកាមេសុមិច្ឆាចារវាចាមុសាវាទវាចាការក្រែកផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទមានសិលមានធម៌ល្អមានចិត្តប្រាសចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកមិនជេរប្រតិចពួកសាមណៈព្រាហ្មណ៍ទើបឯភរិយារបស់ស្វាមីនោះ
ជាអ្នកប្រព្រឹត្តធ្វើនៅបាណាតិបាតប្រព្រឹត្តធ្វើនៅអតនីទានប្រព្រឹត្តធ្វើនៅកាមេសុមិច្ឆាចារពោលនៅពាក្យមុសាក្រេបផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកទ្រុសិលមានធម៌ដ៏លាមកមានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រូបរិទ្ធនៅគ្រប់គ្រងផ្ទះជាអ្នកជាប្រតិចពួកសាមណៈព្រាហ្មណ៍មនាលកហបតីទាំងឡាយយ៉ាងនេះឯងឈ្មោះថាទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រីមនាលកហបតីទាំងឡាយចុះទេវតាប្រុសនៅរួមជាមួយគ្នានឹងទេវតាស្រីតើដូចម្តេចមនាលកហបតីទាំងឡាយស្វាមីក្នុងលោកនេះជាអ្នកវាចាបាណាតិបាតវាចាអតនីទានវាចាកាមេសុមិច្ឆាចារវាចាមុសាវាទវាចាការក្រេបផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រាសចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកមិនជេរប្រតិចពួកសាមណៈព្រាហ្មណ៍ទាំងភរិយារបស់ស្វាមីនោះក៏ជាអ្នកវាចាបាណាតិបាតវាចាអតនីទានវាចាកាមេសុមិច្ឆាចារវាចាមុសាវាទវាចាការក្រេបផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រាសចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកមិនជេរប្រតិចពួកសាមណៈព្រាហ្មណ៍ដែរមនាលកហបតីទាំងឡាយយ៉ាងនេះឯងឈ្មោះថាទេវតាប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីមនាលកហបតីទាំងឡាយសង្វាតការនៅរួមគ្នាមាន4យ៉ាងនេះឯងជនទាំងពីរនាក់ជាអ្នកទ្រុសិលជាអ្នកកំណាញ់ស្វិតស្វាញជាប្រតិចនៅសាមណៈព្រាហ្មណ៍ប្រពន្ធនិងប្តីទាំងពីរនាក់នោះឈ្មោះថាខ្មោចមកនៅរួមគ្នាស្វាមីជាអ្នកទ្រុសិលមានសេចក្តីកំណាញ់ស្វិតស្វាញជាប្រតិចនៅសាមណៈព្រាហ្មណ៍ភរិយាជាអ្នកមានសិលដឹងនៅពាក្យពេចន៍នៃពួកស្មោមមានសេចក្តីកំណាញ់ប្រាសចេញហើយភរិយានោះឯងឈ្មោះថាទេវតាស្រីនៅរួមគ្នាជាមួយនឹងប្តីខ្មោចស្វាមីជាអ្នកមានសិលដឹងនៅពាក្យពេចន៍នៃពួកស្មោមជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយភរិយាជាអ្នកទ្រុសិលមានសេចក្តីកំណាញ់ស្វិតស្វាញជាប្រតិចនៅសាមណៈព្រាហ្មណ៍ភរិយានោះឯងឈ្មោះថាស្រីខ្មោចនៅរួមគ្នាជាមួយនឹងប្តីទេវតាជនទាំងពីរនាក់ជាអ្នកមានសទ្ធាដឹងនៅពាក្យពេចន៍នៃពួកស្មោមជាអ្នកសង្រួមក្នុងសិលជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ប្រពន្ធនិងប្តីទាំងពីរនាក់នោះពោលពាក្យអែមល្ហែមទៅរកគ្នានឹងគ្នាព្រមេងមានសេចក្តីចម្រើនដ៏ច្រើនទាំងមានការនៅជាសពកើតឡើងដល់គ្នានឹងគ្នាពួកសត្រូវព្រមេងអន់ចិត្តចំពោះជនទាំងពីរនាក់ដែលមានសិលស្មើគ្នាជនទាំងពីរនាក់មានសិលនឹងវត្តស្មើគ្នាលុះប្រព្រឹត្តធម៌ក្នុងលោកនេះហើយបើនៅមានចំណងក្នុងកាមក៏រមែងជាអ្នកត្រេកអររីករាយក្នុងទេវលោកបាន